សួស្តីមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាការថតវីដេអូលើកនេះដែរគឺខ្ញុំធ្វើទៅតាមសំណូមពររបស់មិត្តភ័ក្តិហើយនឹងអ្នកស្ដាប់មួយចំនួនដែលគាត់សំណូមពរមកខ្ញុំឲ្យនិយាយតាមពិតទៅជំនាញខ្ញុំវាមិនមែនតាក់ទងទៅនឹងរឿងស្នេហារឿងអីខ្ញុំចង់ទៅផ្ដល់យោបល់ច្រើនតាក់ទងការសិក្សារៀនសូត្រប៉ុន្តែខ្ញុំគាត់តែចង់និយាយថាអ្នករៀនគឺគេរៀនច្រើនគេមិនរៀនទៅមុខដើម្បីចេះយើងអាចរៀនបានមិនមែនចាំថាយើងរៀនអាំងសញ្ញើយើងអត់ចេះផ្នែកខាងចិត្តសាស្ត្រចិត្តវិទ្យាយើងអាចរៀនចេះដូចគ្នាដោយសារការអានអញ្ចឹងទៅយើងស្ដាប់គេស្ដាប់ឯងបន្ថែមទៀតទៅយើងវិភាគមើលព្រឹត្តិការណ៍ជាក់ស្ដែងមើលមនុស្សជុំវិញខ្លួនយើងទៅក៏យើងអាចដឹងជាក់ស្ដែងមើលដូចStephen Covey អញ្ចឹងគាត់ទៅសេសភៅ7 Habits គាត់យកកូនគាត់ទៅពិសោធន៍អញ្ចឹងយើងមើលសភៅ7 Habits របស់កូនគាត់ទៅសេ7 Habits 14ហ្នឹងទៅគាត់និយាយគាត់ថាឪពុកគាត់យកពួកគាត់យកទៅពិសោធន៍ដើម្បីសេបានសភៅល្អអញ្ចឹងខ្ញុំគ្រាន់តែចង់បញ្ជាក់ថាយើងអាចមើលមនុស្សជុំវិញខ្លួនយើងអាចរៀនមើលសភៅមើលអីអញ្ចឹងទៅក៏យើងអាចយល់ច្រើនឥឡូវចូលមកប្រធានបទខ្ញុំថតវីដេអូនេះគឺខ្ញុំចង់ចែករំលែកជាពិសេសទៅដល់អ្នកដែលមានគូមានសង្សារឬក៏ជាប្តីប្រពន្ធអីឬក៏បងប្អូនអីនិយាយចំគឺប្រើពាក្យមិនថាទំនាក់ទំនងរវាងមនុស្សនិងមនុស្សនិយាយចំប្រើពាក្យថាសេចក្តីស្រឡាញ់នេះមិនមែនចំស្រឡាញ់តែមិនតែស្នេហាលក្ខណៈស្រីប្រុសតែមួយមុខទេស្រឡាញ់ជារួមមនុស្សតែតែមានបញ្ហាដូចមិត្តភក្តិខ្ញុំម្នាក់គាត់បានសួរខ្ញុំថាចុះបើសិនជាមិត្តស្រីអីពិបាកនិយាយគ្នាគាត់ហៅថា bossy girl បាក់និយាយគ្នាអញ្ចឹងគួរដោះស្រាយរបៀបម៉េចជាមួយហើយអញ្ចឹងខ្ញុំក៏ចង់ឲ្យប្រាប់និយាយថាយោបល់របស់ខ្ញុំណាដែលខ្ញុំទទួលបានពីសភៅដ៏ល្បីល្បាញមួយតាក់ទងនឹងអ្នកជំនាញស្នេហាម្នាក់គាត់សរសេរគេហៅ Five Love Language គាត់ថាមនុស្សម្នាក់សិតតែមានភាសាស្នេហាខ្ញុំធ្លាប់បកស្រាយពីមុនដូចអីអញ្ចឹងមកបើយើងអត់យល់ពីភាសាស្នេហារបស់គាត់យើងធ្វើខុសអញ្ចឹងធ្វើគាត់អត់ចិត្តគាត់មិនមែនជាមនុស្សអាក្រក់មនុស្សខូចទេឬក្នុងចិត្តគាត់ក៏មិនមែនអញ្ចឹងហ្មងអានឹងជាធម្មជាតិរបស់មនុស្សស្រីអញ្ចឹងវាទាមទារការឲ្យយើងនឹងធ្វើឲ្យត្រូវចំចំណុចពេលខ្លះគាត់មិនមែនខឹងតែគាត់ចេះធ្វើងបន្ថែមអញ្ចឹងយើងរកឲ្យចំចំណុចកាលណាយើងធ្វើឲ្យចំចំណុចអ្វីដែលគាត់សប្បាយចិត្តគឺធ្វើឲ្យគាត់សប្បាយចិត្តគាត់នឹងទទួលយកអញ្ចឹងវាស្ថានភាពហ្នឹងគឺល្អប្រសើរហើយរួចមួយទៀតគាត់ធ្លាប់សួរខ្ញុំចិត្តថាធ្វើម៉េចកុំឲ្យ sensitive ខ្លាំងឆាប់អន់ចិត្តនឹងពាក្យសម្ដីអាហ្នឹងតាក់ទងរឿងស្រឡាញ់ទៀតខ្ញុំនិយាយពីមុនអញ្ចឹងមកបើយើងអត់ស្រឡាញ់យើងរបៀបថាយើងព្រមព្រៀងយើងគោរពកិច្ចព្រមព្រៀងដល់ពេលមកជាងអត់គោរពកិច្ចព្រមព្រៀងរបស់យើងចាប់ផ្ដើមអន់ចិត្តយើងខឹងអញ្ចឹងបើកុំឲ្យយើងចាប់ផ្ដើមអន់ចិត្ត sensitive ខ្លាំងយើងឈប់ប្រកគិតរឿងព្រមព្រៀងយើងគិតទៅលើស្រឡាញ់វាកាត់ចេញពីមួយជាងកៅ half បូក half បានចេញ one អញ្ចឹងយើងមាន half គេ half ដែរមួយជាងម្នាក់យើងអ្វីដែលយើងអាចទទួលខុសត្រូវបានយើង responsible បានមួយជាងខ្លួនយើងកុំធ្វើម៉េចកុំចង់ដាក់អាណានិគមទៅលើគេកុំចង់ធ្វើម៉េចត្រួតត្រាមួយជាងជារបស់គេអាហ្នឹងពេលហ្នឹងគឺយើងអត់អន់ចិត្តអញ្ចឹងមានន័យថាយើងស្រឡាញ់គឺយើងស្រឡាញ់យើងថែរក្សាតែក្តីស្រឡាញ់របស់យើងមួយចំហៀងឯងមួយចំហៀងទៀតគេអ្នកថែរក្សាយើងដាច់ខាត់គឺយើងមិនអាចទៅគ្រប់គ្រងគេបានព្រោះយើងមិនអាចស្មានចិត្តគេបានយើងមិនអាចដឹងថាគេយ៉ាងម៉េចទេយើងមិនអាចដឹងទេអញ្ចឹងបើយើងទៅស្មានទៅអីខុសទៅយើងចាប់តាមអន់ចិត្តបើយើងចេញពីស្រឡាញ់ដូចខ្ញុំនិយាយឧទាហរណ៍ពីលើវីដេអូមុនអញ្ចឹងដូចជាឆ្កែអញ្ចឹងវាស្រឡាញ់យើងម្ចាស់វាស្រឡាញ់ខ្លាំងទោះបីយើងធ្វើខុសមិនមកក៏វានៅតែស្រឡាញ់យើងព្រោះវាទទួលខុសត្រូវតែមួយជាងរបស់វាមានន័យថាវាដឹងតែស្រឡាញ់ទេទោះយើងធ្វើស្អីក៏មិនខ្វល់ដែរយើងលែងប្តីលែងប្រពន្ធបែកសង្សារក៏វានៅតែស្រឡាញ់យើងលក់ផ្ទះលក់ចានលក់ឆ្នាំងលក់អីលក់ឡានលក់ម៉ូតូទៀតក៏វានៅតែស្រឡាញ់ដោយសារអីព្រោះវាដឹងតែស្រឡាញ់មួយជាងឯងវាស្រឡាញ់វាអត់មានកិច្ចព្រមព្រៀងមួយយើងថាតើយើងធ្វើអីចំពោះវាបានវាស្រឡាញ់គឺវាស្រឡាញ់ចេញមកពីក្នុងចិត្តរួចមនុស្សក៏ដូចគ្នាដែរយើងកុំគិតទៅលើកិច្ចព្រមព្រៀងហើយយើងក៏កុំមានគំនិតចង់ដាក់អាណានិគមទៅលើគេពេលហ្នឹងគឺយើងលែង sensitive មួយគេទៀតដែលយើងលែងឆាប់អន់ចិត្តទេព្រោះយើងដឹងថាយើងទទួលខុសត្រូវរបស់យើងឯងគេទទួលខុសត្រូវរបស់គេអ្វីដែលយើងអាចជួយបានគឺយើងគ្រាន់តែជួយផ្ដល់យោបល់និយាយអីជាមួយគេស្ដាប់មិនស្ដាប់ក៏ហើយទៅអាហ្នឹងគ្រាន់តែការជួយចេញពីក្តីស្រឡាញ់របស់គេទទួលមិនទទួលជារឿងរបស់គេព្រោះឧបមាថាដូចអ្នកខ្លះអញ្ចឹងពេលគាត់ពិបាកចិត្តគាត់ចូលចិត្តអង្គុយម្នាក់ឯងអញ្ចឹងទៅហើយតែពេលយើងគិតថាយើងស្រឡាញ់យើង care take care គេខ្លាំងយើងទៅនិយាយសម្រួលមួយគេនាំគេនិយាយវាថាលេងកំប្លុកកំប្លែងគេសប្បាយចិត្តប៉ុន្តែគេទៅជាអត់សប្បាយចិត្តគេខឹងគេស្ដីឲ្យយើងហើយទៅយើងមានអារម្មណ៍មួយអន់ចិត្តទៅចិត្តយើងមានអារម្មណ៍ថាឈឺចាប់មានអារម្មណ៍ថាគេមើលងាយយើងដូចសម្រាមអញ្ចឹងមិនបានអញ្ចឹងព្រោះយើងខំទៅយកចិត្តទៅដាក់ជាមួយគេខំនិយាយលួងគេស្ដីឲ្យយើងប៉ុន្តែមកពីយើងមិនយល់ថាប្រភេទមនុស្សគេយ៉ាងម៉េចគេគឺជាមនុស្សអញ្ចឹងគេវាថាពេលគេកើតទុកអីគេត្រូវការស្ងៀមស្ងាត់ដើម្បីសម្រួលអារម្មណ៍គេឡើងវិញរួចតែពេលយើងអត់យល់ពីគេហើយយើងគិតថាដូចខ្ញុំនិយាយថាសន្និដ្ឋានថាគេអញ្ចឹងហើយធ្វើទៅអញ្ចឹងគេមិនដូចយើងផងយើងគិតថាគេដូចយើងដល់ពេលធ្វើទៅវាខុសទៅយើងចាប់ផ្ដើមអន់ចិត្តអញ្ចឹងបើថាយើងទទួលខុសត្រូវតែមួយជាងរបស់យើងមកហើយកុំទទួលខុសត្រូវរបស់គេរួចមួយទៀត don't take anything personally បានន័យថាអត់មានគិតអីជាលក្ខណៈបុគ្គលទេ
មែនន័យថាអ្វីវាមិនមែន personally មិនជាបុគ្គលយើងតែម្នាក់ឯងរឿងអីហ្នឹងវាកើតឡើងវាជារួមទាំងអស់អញ្ចឹងណាអញ្ចឹងគេថាម៉េចក៏ថាទៅវាមិនមែនត្រូវតែយើងឯងទាំងអស់តែគ្នាហ្នឹងអញ្ចឹងវានិយាយចំប្រើពាក្យម៉ាត់ថាកុំខ្វល់ពេកទទួលខុសត្រូវតែអ្វីដែលយើងត្រូវទទួលគឺស្រឡាញ់ចាំថាស្រឡាញ់គឺទទួលខុសត្រូវតែមួយជាងនៃការស្រឡាញ់គេមួយជាងទៀតស្រឡាញ់អញ្ចឹងមិនថាមនុស្សពីរនាក់បើសិនជាម្នាក់អត់មានទទួលខុសត្រូវក៏មិនអាចស្រឡាញ់គ្នាបានដែរអញ្ចឹងវាអាច break ពីគ្នាអញ្ចឹងបានថាបច្ចៈម្ដងទៀតចាំឲ្យច្បាស់ថាកាលណាយើងស្រឡាញ់យើងទទួលខុសត្រូវតែមួយចំហៀងទេមួយចំហៀងទៀតគឺដៃគូរបស់យើងជាអ្នកទទួលខុសត្រូវបើសិនបើយើងទៀមទាទៅទទួលខុសត្រូវមួយជាងរបស់គេទៀតទំនាស់នឹងអាចកើតមានយ៉ាងងាយបំផុតហេតុអីបានថាទំនាស់អាចកើតមានពីព្រោះយើងចង់ដាក់អាណានិគមទៅលើគេឥឡូវគិតមើលបើសិនជាគេចង់ដាក់អាណានិគមមកលើយើងតែយើងពេញចិត្តឧបមាថាយើងអត់បាយញ៉ាំយើងទៅញ៉ាំបាយសុំបាយទៅកន្លែងផ្ទះគេមួយញ៉ាំយើងអត់សម្បូរបាយយើងទៅសុំគេញ៉ាំហើយទៅគេថាឥឡូវនេះខ្ញុំឲ្យបាយអ្នកឯងមួយចានខ្ញុំឲ្យបាយអ្នកឯងរងថ្ងៃចុះប៉ុន្តែអ្នកឯងត្រូវស្ដាប់ប្រកបខ្ញុំស្រាប់បជាខ្ញុំឲ្យធ្វើអីក៏បានសួរយើងសុបាយចិត្តទេយើងអត់សុបាយចិត្តទេមែនទេយើងមិនវាត្រូវពេញចិត្តយើងអត់ចង់ត្រូវនៅក្រុមប្រកបគេហួយហេតុអីបានយើងទៅសុំបាយគេដោយសារយើងខ្វះបាយអញ្ចឹងមានន័យថាបើសិនឧបមាថាខ្លួនយើងសម្បូរបាយទីយើងសម្បូរសេចក្តីស្រឡាញ់អញ្ចឹងគេមកដល់គេនិយាយថាឥឡូវចេះអ្នកឯងយកបាយខ្ញុំមួយចានរងថ្ងៃប៉ុន្តែអ្នកឯងត្រូវស្ដាប់ប្រកបខ្ញុំយើងប្រកាសនិយាយថាអត់ទេអត់ត្រូវការទេបាយផ្ទះខ្ញុំអត់ខ្វះខ្ញុំអាចឲ្យទៅអ្នកឯងទៀតហើយខ្ញុំមិនបាច់ចាំដាក់លក្ខខណ្ឌមួយអ្នកឯងទៀតក៏បានដែរអានឹងវាដូចជាក្តីស្រឡាញ់អញ្ចឹងមិនចាំឲ្យអ្នកឯងត្រូវតែធ្វើតាមខ្ញុំចេះអីអត់ទេអ្នកឯងមិនធ្វើតាមខ្ញុំក៏ហិតទៅក៏ខ្ញុំអាចនៅទៅស្រឡាញ់អ្នកឯងបានអ្នកឯងត្រូវការអីអ្នកឯងមករកខ្ញុំគឺខ្ញុំជួយអ្នកឯងព្រោះខ្ញុំមានសេចក្តីស្រឡាញ់ខ្ញុំសម្បូរដោយសេចក្តីស្រឡាញ់ខ្ញុំចែកចាយអត់ចេះអស់ទេអញ្ចឹងខ្ញុំមានអីត្រូវ sensitive មួយអ្នកឯងខ្ញុំស្រឡាញ់អ្នកឯងហ្នឹងអ្នកឯងធ្វើអីក៏ខ្ញុំអត់ខ្វល់ព្រោះខ្ញុំទទួលខុសត្រូវតែសេចក្តីស្រឡាញ់របស់ខ្ញុំមួយចំហៀងឯងបើសិនជាអ្នកឯងចង់ស្រឡាញ់ខ្ញុំមកវិញអ្នកឯងទទួលខុសត្រូវតែមួយចំហៀងរបស់អ្នកឯងឲ្យតែល្អទៅគឺបានដែរអញ្ចឹងពីហ្នឹងកាលណាមួយចំហៀងល្អដូចគ្នាដាក់ទៅវាជាប់អត់ងាយបែកចេញពីគ្នាទេបាទអញ្ចឹងខ្ញុំគិតថាការបញ្យល់របស់ខ្ញុំប៉ុណ្ណឹងប្រហែលជាអាចទទួលយកបានបើសិនជាអត់យល់មិនមកចាំខ្ញុំថែមមួយคลิปទៀតហើយលើកឧទាហរណ៍ច្បាស់ជាងទៀតបាទសូមអរគុណ